ពាក្យមួយឃ្លាដែលខ្ញុំពេញចិត្តបំផុតណាបងប្អូនគឺពាក្យថាបង្ការជំងឺជាជាងព្យាបាលជំងឺបើសិនជាបងប្អូនស្ដាប់ហើយយកទៅគិតបងប្អូននឹងមានអារម្មណ៍ថាពេលដែលបងប្អូនឈឺបច្ចុប្បន្ននេះគឺមកពីមូលហេតុអីមូលហេតុកាលពីអតីតកាលគឺយើងអត់មើលថែសុខភាពខ្លួនឯងគឺយើងមិនដោយគិតថាវាមិនអីពេលដែលយើងជួបបញ្ហាទៅដឹងថាអូកាលពីមុនណាគឺយើងអត់ស្រឡាញ់ខ្លួនទេគឺយើងញ៉ាំអីតាមតែចិត្តដល់ពេលបច្ចុប្បន្នឈឺទៅបានយើងដឹងថាពេលដែលឈឺគឺពិបាកណាស់និយាយអញ្ចឹងគឺខ្ញុំជួបផ្ទាល់ខ្លួនឯងហ្មងគឺខ្ញុំមានបញ្ហាកាពះពោះវៀនយូរហើយពេលដែលមានបញ្ហានឹងម្ដងគឺពិបាកមែនតើបើមិនចង់ឲ្យមានជំងឺរ៉ាំរ៉ៃបងប្អូនត្រូវតែប្រយ័ត្នក្នុងការហូបចុកឲ្យខ្លាំងមែនតើបើសិនជាបងប្អូនអត់ទាន់កើតណាបងប្អូនត្រូវតែប្រយ័ត្នកុំហូបមីគ្រឿងផ្អាប់ហើយគ្រឿងបំពងហ្នឹងគឺសិតតែរបស់ដែលពាក់ព័ន្ធទៅនឹងបញ្ហាកាពះហើយបងប្អូនណារបស់ប្រៃពេករបស់ហិលពេករបស់ជូរពេកហ្នឹងអាប្រភេទពេកហ្នឹងគឺវាប៉ះពាល់ដល់សុខភាពយើងតែម្ដងអញ្ចឹងបងប្អូនត្រូវតែបង្ការជាជាងព្យាបាលពេលដែលឈឺហើយទៅយើងមានអារម្មណ៍ស្ដាយក្រោយណាហើយបើសិនជាមានបញ្ហាសុខភាពហើយបងប្អូនត្រូវតែរករបស់ណាទៅព្យាបាលវាព្រោះដោយសារកាពះពោះវៀនគឺអត់ជាទេបើសិនជាយើងអត់ព្យាបាលអញ្ចឹងបងប្អូនគួរតែញ៉ាំជាមួយនឹងប្រភេទយិនសិនខ្មៅបើបងប្អូនចង់គេងលក់ស្រួលញ៉ាំជាមួយនឹងយិនសិនខ្មៅគេងលក់ភ្លឹងហ្មងហើយសម្រាប់អ្នកដែលគាត់មានបញ្ហាអសមត្ថភាពផ្លូវភេទបងប្អូនបរោះគាត់ខ្សៅកលៀនអីញ៉ាំយិនសិននេះល្អខ្លាំងណាស់បងប្អូនចាជំនួយកម្លាំងធ្វើយើងមានកម្លាំងព្រឹសហ្មងហើយពិសេសគឺវាបំបត្តិ stress សម្រាប់បងប្អូនអ្នកដែលគាត់មានបញ្ហាកាពះពោះវៀនរ៉ាំរ៉ៃពិបាកញ៉ាំពិបាកគេងឈឺចុកឆ្អល់ពេញកាពះញ៉ាំយិនសិននេះប្រកែណាចាការពារជំងឺគាំងបេះដូងបងប្អូនក្នុងរដូវខែត្រជាក់អញ្ចឹងបើសិនយើងបងប្អូនញ៉ាំយិនសិននេះបានជាប់លាប់ជួយការពារចាកុំឲ្យយើងដាច់សរសៃឈាមឬក៏គាំងបេះដូងបញ្ហាដូចជាលើសឈាមទឹកនោមផ្អែមក៏ជួយកាត់បន្ថយដែរជួយប្រឆាំងកោសិកាមហារីកហើយនឹងវាជួយព្យាបាលបញ្ហាឈឺសន្លាក់ទៀតសម្រាប់បងប្អូនដែលគាត់ធ្វើការចាចុករោយអីញ៉ាំយិនសិននេះល្អណាស់ជួយបន្សាបជាតិពុលធ្វើឲ្យយើងបត់ជើងស្រួលសំខាន់ណាស់យិនសិនហ្នឹងញ៉ាំហើយគឺជួយកាត់បន្ថយ stress ទៀតបើបងប្អូនមានកូនចាប់ពីអាយុ6ឆ្នាំឡើងទៅគឺអាចឲ្យគាត់ញ៉ាំបានហើយប្រភេទយិនសិននេះញ៉ាំហើយជួយពលូតខ្ពស់ថែមទៀតផងយិនសិនខ្មៅរបស់យើងគឺចូលស្តុកថ្មីនេះបដូរតែពណ៌ទេគុណភាពនៅដដែលហើយរសជាតិរាងឆ្ងាញ់ជាងមុនបងប្អូន